ប្រៃមកទស្សនិកជនបាទតាក់ទងទៅនឹងប្រធានសហព័ន្ធបាទវាយសីបាទគឺបាទយើងឃើញថាប្រធានសហព័ន្ធកីឡាវាយសីពិភពលោកបាទគឺលោកជំទាវខុនយិនបាទដែលបានឡើងជាប្រធានសហព័ន្ធកីឡាវាយសីពិភពលោកហើយក៏បានជះលទ្ធផលល្អមួយចំនួនបាទដល់កម្ពុជាផងដែរបាទនេះបើតាមការលើកឡើងពីអាយដាមលីកុសលរដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាអមដំណើរដោយឧត្តមសេនីយ៍ត្រីបាទកែវរស់អគ្គលេខាធិការសហព័ន្ធបានអញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធកីឡាវាយសី BA និង BWS នៅទីក្រុង Xiamen បាទសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី24-27 ខែមេសាឆ្នាំ2025បាទមានសមាជិកពីប្រទេសផ្សេងៗគ្នាចំនួន202ប្រទេសផងដែរអាដាមលីកសលមានប្រសាសន៍ឲ្យដឹងថាកម្មវិធីមហាសន្និបាតរបស់សហព័ន្ធកីឡាវាយសីអាស៊ីអនុវត្តដោយបណ្ដាឆ្នាំកន្លងមកគឺមានគណៈកម្មាធិការផ្សេងចំណុះឡើងធ្វើរបាយការណ៍វឌ្ឍនភាពឆ្នាំរៀងៗខ្លួនបាទព្រមទាំងបានលើកបង្ហាញអំពីចំណូលចំណាយស្ថានភាពថវិការបស់ស្ថាប័ននិងការឧបត្ថម្ភរបស់សមាជិករបស់ខ្លួនផងដែររបាយការណ៍សកម្មភាពទាំងអស់បានអនុម័តដោយអង្គមហាសន្និបាតទាំងស្រុងនៅថ្ងៃទី25ខែមេសាជាមួយនឹងវេទិកាជួបជាសមាជិកដោយមានវាគ្មិនឆ្នាំឡើងចែករំលែកបទពិសោធន៍គណៈដែលវេទិកានេះគឺជាឱកាសជួបជុំបង្កើនភាពស្និទ្ធស្នាលរវាងសមាជិកប្រទេសផ្សេងៗគ្នាចំនួន202ប្រទេសចំណែកបទបង្ហាញសំខាន់នៅថ្ងៃទី26គឺមានសមត្ថភាពការងាររបស់សមាជិកគឺ member capacity និរន្តរភាពការងារបាទ sustainability បញ្ជ្រាបការងារវាយសីបាទ inclusive badminton និងនាវានុវត្តន៍គឺ innovation ដែលយើងឃើញថាថ្ងៃទី27ខែមេសាគឺកម្មវិធីមហាសន្និបាតរបស់សហព័ន្ធកីឡាវាយសីពិភពលោកក្រោយពីគណៈកម្មាធិការចំណុះផ្សេងៗធ្វើរបាយការណ៍វឌ្ឍនភាពឆ្នាំរៀងៗខ្លួនរួមទាំងស្ថានភាពហិរញ្ញវត្ថុរបស់ស្ថាប័ន BWS និងឧបត្ថម្ភដល់សមាជិករបស់ខ្លួនផងដែរបាទសកម្មភាពទាំងអស់ត្រូវបានអនុម័តដោយអង្គមហាសន្និបាតទាំងស្រុងតែម្ដងគណៈប្រធានស្ថាប័ន BWS អស់អាណត្តិមិនមានការឈរឈ្មោះបន្តទៀតទេដោយហេតុផលផ្ទាល់ខ្លួននិងដោយហេតុផលថាមិនមានបេក្ខជនបាទផ្សេងឈរឈ្មោះគណៈដែលអង្គមហាសន្និបាតបានជ្រើសរើសលោកស្រីខុនយិនប៉ាតាម៉ាលីវ៉ាត្រាគុលមកពីប្រទេសថៃបាទជាប្រធានដឹកនាំបន្តអាណត្តិ4ឆ្នាំដល់ឆ្នាំ2029បាទការលើកឡើងជាប្រធានរបស់លោកជំទាវខុនយិនបាទជះលទ្ធផលល្អដល់កម្ពុជាដោយសារតែយើងឃើញថាទំនាក់ទំនងនិងសហប្រតិបត្តិការងារល្អនាពេលកន្លងមកបាទហើយលោកជំទាវក៏បើកចំហក្នុងការផ្ដល់ជាជំនួយដល់ប្រទេសតូចដើម្បីជំរុញការវិវត្តវិស័យកីឡាវាយសីហើយគណៈដែលមហាសន្និបាតប្រចាំឆ្នាំបន្ទាប់ត្រូវបានអង្គមហាសន្និបាតសម្រាប់ធ្វើនៅខែមេសាបាទឬខែឧសភាឆ្នាំ2026នៅទ្វីបអឺរ៉ុបក្នុងប្រទេសដាណឺម៉ាកជាមួយគ្នានោះឯកឧត្តមប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានគូបញ្ជាក់ទៀតផងដែរថាដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័ន BA និង BWS កម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះក្នុងការប្រកួតពាន BAC Regional បាទ U15 U17 U23 Championship នៅក្នុងខែកក្កដាខាងមុខនេះដែលមានប្រទេសចំនួន5ចូលរួមបាទក្នុងនោះមានកម្ពុជាឡាវភូមាទីម៉ូឡេសនិងប្រ៊ុយណេបាទគណៈដែលកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះម្ដងរួចមកហើយក្នុងឆ្នាំ2023ដោយពេលនោះយើងឃើញថាមានតែប្រភេទវិញ្ញាសា U15 និង U17 តែប៉ុណ្ណោះគណៈដែលព្រឹត្តិការណ៍ការប្រកួតនៅលើទឹកដីកម្ពុជាជាលើកទី2នេះគឺជាមោទកភាពជាតិជាខ្លាំងព្រោះបណ្ដាប្រទេសពាក់ព័ន្ធមន្ត្រីបច្ចេកទេសមន្ត្រីស្ថាប័ន BA សុទ្ធតែមានការគ្រប់គ្រងឲ្យមានការប្រកួតនៅកម្ពុជាដោយសារតែកិត្តិស័ព្ទល្បីខ្ទរខ្ទាននៃមិត្តភាពការគោរពរាប់អាននិងបដិស្ថារកិច្ចក្នុងការប្រកួតកន្លងមករួមមានព្រឹត្តិការណ៍កីឡា SEA Games ឆ្នាំ2023និងការប្រកួតគ្រប់ខណ្ឌដដែលនេះដែលបានរៀបចំម្ដងរួចមកហើយនៅក្នុងឆ្នាំ2023បាទនាំឲ្យគ្រប់ភាគីពាក់ព័ន្ធមកចូលរួមនៅកម្ពុជាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្ដងបាទនេះគឺជាកិច្ចសហប្រតិបត្តិការមួយដ៏ល្អរវាងកម្ពុជានិងថៃបាទជាពិសេសជាមួយនឹងលោកជំទាវខុនយិនតែម្ដងដែលទើបតែឡើងជា
ប្រធានសហព័ន្ធកីឡាវាយសីពិភពលោកថ្មីតែម្ដងដែលយើងឃើញថាប្រធានសហព័ន្ធចាស់គឺគាត់មិនបន្តអាណត្តិទៀតទេបាទគឺគាត់ផ្ដល់ឱកាសទៅដល់លោកជំទាវ ខុនជីនបន្ទាប់ពីมันមានបេក្ខជនផ្សេងនៅក្នុងការឈរឈ្មោះផងដែរ